សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះវាជួបគ្នាទៀតហើយនៅក្នុងនេះផងដែរគឺយើងមើលពីការងារលុយកាក់និងស្នេហាបងប្អូនទាំងអស់គ្នានៅក្នុងអំឡុងខែ6ថាតើការងារលុយកាក់និងស្នេហាបងប្អូនទាំងអស់គ្នានៅក្នុងខែ6នេះល្អដែរឬទេដូច្នេះហើយចូលតាមដានទស្សនាទាំងអស់គ្នាថាតើការងារលុយកាក់និងស្នេហារបស់អ្នកនៅក្នុងអំឡុងខែ6នេះល្អដែរឬទេដូច្នេះហើយយើងចូលមកបែងចែកសិលកាតទាំងអស់គ្នាគឺសូមសិលកាតការងារមួយសិលលុយកាក់មួយសិលនិងស្នេហាមួយសិលថាតើការងារលុយកាក់និងស្នេហារបស់អ្នកយ៉ាងណាដែរឥឡូវនេះសូមសិលកាតការងារមុនថាតើការងាររបស់បងប្អូនទាំងអស់គ្នានៅក្នុងអំឡុងខែ6នេះល្អដែរឬទេតើលុយកាក់របស់អ្នកនៅក្នុងអំឡុងខែ6នេះយ៉ាងណាដែរល្អដែរឬទេតើស្នេហារបស់អ្នកនៅក្នុងអំឡុងខែ6នេះយ៉ាងណាដែររួចហើយបងប្អូនទាំងអស់គ្នាសិលកាតទី1នេះគឺជាសិលកាតការងារសិលកាតទី2គឺជាសិលកាតតំណាងដោយលុយកាក់សិលកាតទី3គឺតំណាងដោយស្នេហារបស់បងប្អូនទាំងអស់គ្នានៅក្នុងអំឡុងខែ6នេះឥឡូវនេះមកមើលពីការងារថាតើការងាររបស់បងប្អូនទាំងអស់គ្នានៅក្នុងអំឡុងខែ6នេះល្អដែរឬទេសម្រាប់ការងាររបស់បងប្អូនទាំងអស់គ្នាផ្ទាល់នៅក្នុងអំឡុងខែ6នេះផងដែរមើលឃើញថាបងប្អូនទាំងអស់គ្នារៀងមានទំនួលខុសត្រូវច្រើនពាក់ព័ន្ធមួយការងាររបស់អ្នកទាំងអស់គ្នាហើយអ្វីដែលសំខាន់នៅក្នុងនេះឃើញថាបងប្អូនទាំងអស់គ្នាកំពុងតែអាចថាមានបញ្ហាច្រើនដែរដែលចូលមកតម្រូវឲ្យអ្នកទាំងអស់គ្នានឹងដោះស្រាយអ្វីដែលសំខាន់ឃើញថាអ្នកទាំងអស់គ្នាគឺជាមនុស្សដែលមានសច្ចៈមានភាពសច្ចៈនៅក្នុងខ្លួនជាមនុស្សដែលមានពាក្យសម្ដីទៀងត្រង់ដែលអ្នកទាំងអស់គ្នានិយាយមិនគឺអ្នកទាំងអស់គ្នាធ្វើបែបហ្នឹងប៉ុន្តែឃើញថាអ្នកទាំងអស់គ្នាផ្ទាល់នៅក្នុងពេលវេលាហ្នឹងក៏មានអំណាចនៅក្នុងដៃឬក៏នៅក្នុងការបញ្ជារបស់បងប្អូនទាំងអស់គ្នាដែរប៉ុន្តែអ្វីដែលសំខាន់ឃើញថាបងប្អូនទាំងអស់គ្នាគឺមានការតស៊ូអត់ធ្មត់ខ្លាំងនៅក្នុងអនាគតហើយមិនត្រឹមតែប៉ុណ្ណោះទៀតក៏មានការងារច្រើនចូលមកឲ្យអ្នកទាំងអស់គ្នាដោះស្រាយដែរដូច្នេះហើយឃើញថាការងាររបស់បងប្អូនទាំងអស់គ្នាផ្ទាល់នៅក្នុងអំឡុងខែ6ឬក៏នៅក្នុងអំឡុងខែមិថុនានេះឃើញថាអ្នកទាំងអស់គ្នាមានភារៈឬក៏មានបញ្ហាច្រើនដែលត្រូវដោះស្រាយពាក់ព័ន្ធជាមួយនឹងការងាររបស់អ្នកប៉ុន្តែអ្វីដែលសំខាន់ឃើញថាអ្នកទាំងអស់គ្នាអាចនឹងមានរឿងមួយចំនួនអាចនឹងចូលទៅពាក់ព័ន្ធជាមួយនឹងមនុស្សដែលមានឥទ្ធិពលនៅក្នុងអំឡុងខែមិថុនាហ្នឹងសម្រាប់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធមួយការងាររបស់អ្នកប៉ុន្តែបើសម្រាប់ស្នេហាសម្រាប់លុយកាក់វិញថាតើលុយកាក់បងប្អូនទាំងអស់គ្នានឹងល្អដែរឬទេនៅក្នុងអំឡុងខែមិថុនានេះសម្រាប់រឿងលុយកាក់របស់បងប្អូនទាំងអស់គ្នាផ្ទាល់នៅក្នុងអំឡុងខែមិថុនានេះមើលឃើញថាលុយកាក់របស់អ្នកទាំងអស់គ្នាដូចជាអត់សូវល្អទេសម្រាប់បងប្អូនទាំងអស់គ្នាផ្ទាល់ដោយសារតែលុយកាក់របស់អ្នកទាំងអស់គ្នានៅក្នុងពេលវេលាហ្នឹងគឺមើលឃើញថាបងប្អូនទាំងអស់គ្នាអាចនឹងមានការខូចខាតឬក៏មានការបាត់បង់អ្វីមួយកើតឡើងអាចនឹងថាត្រូវការលុយជាបន្ទាន់សម្រាប់បងប្អូនទាំងអស់គ្នាហើយអាចនឹងមានការបែងចែកលុយជាច្រើនចំណែកទៀតដូច្នេះហើយធ្វើឲ្យបងប្អូនទាំងអស់គ្នាអត់សូវមានលុយនៅក្នុងដៃច្រើនប៉ុន្មានទេសម្រាប់ពាក់ព័ន្ធមួយរឿងលុយកាក់របស់បងប្អូនទាំងអស់គ្នាផ្ទាល់បើសិនជាមានក៏មានការបែងចែកជាច្រើនចំណែកច្រើនច្រកច្រើនផ្លូវសម្រាប់បងប្អូនទាំងអស់គ្នាដែរដូច្នេះហើយចូលប្រុងប្រយ័ត្នរឿងលុយកាក់បងប្អូនទាំងអស់គ្នាបានខ្លាំងមែនតើពីព្រោះអាចថាលុយកាក់ហ្នឹងបើអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នទេធ្វើឲ្យបងប្អូនទាំងអស់គ្នាអាចនឹងមានការខាតបង់ឬអាចនឹងមានការចំណាយច្រើននៅក្នុងផ្នែកណាមួយជាដើមឥឡូវនេះយើងមកមើលអំពីស្នេហាវិញសម្រាប់ស្នេហាបងប្អូនទាំងអស់គ្នានៅក្នុងអំឡុងខែ6នេះថាតើស្នេហាបងប្អូនទាំងអស់គ្នានឹងយ៉ាងណាដែរសម្រាប់ស្នេហាបងប្អូនទាំងអស់គ្នានៅក្នុងអំឡុងពេលនេះគឺមើលឃើញថាសម្ព័ន្ធភាពរបស់អ្នក
នឹងដៃគូបងប្អូនទាំងអស់គ្នានៅក្នុងម្លងខែ6ហ្នឹងគឺមើលឃើញថាពោពេញទៅដោយភាពធន់ទ្រាន់ខ្លាំងមែនទែនដូច្នេះហើយមើលឃើញថាបងប្អូនទាំងអស់គ្នាអាចនឹងមានការខិតខំប្រឹងប្រែងមើលថែយកចិត្តទុកដាក់ដៃគូស្នេហាបងប្អូនទាំងអស់គ្នាប៉ុន្តែមើលឃើញថាមនុស្សម្នាក់ហ្នឹងហាក់បីដូចជាមើលមិនឃើញពីតម្លៃរបស់បងប្អូនទាំងអស់គ្នាតតែសោះដូច្នេះហើយធ្វើឲ្យបងប្អូនទាំងអស់គ្នាអាចនឹងមានការអន់ចិត្តអន់ថ្លើមខ្លាំងដែរនៅក្នុងអ្នកតំណងស្នេហាមួយហ្នឹងដោយសារតែអ្នកទាំងអស់គ្នាអត់ទទួលបានលទ្ធផលទៅតាមអ្វីដែលអ្នកទាំងអស់គ្នាចង់បានហើយមិនត្រឹមតែប៉ុណ្ណោះទៀតមើលឃើញថាបើសម្រាប់បងប្អូនទាំងអស់គ្នាមួយចំនួនគឺអាចនឹងទទួលបានស្នេហាថ្មីចូលមកតំណងជាមួយបងប្អូនទាំងអស់គ្នាប៉ុន្តែឃើញថាអ្នកទាំងអស់គ្នាហាក់បីដូចជាអត់មើលឃើញពីមនុស្សដែលចូលមកថ្មីនឹងតតែសោះដោយសារតែអ្នកទាំងអស់គ្នាគិតថាមនុស្សថ្មីគឺមិនមែនជាមនុស្សដែលអ្នកទាំងអស់គ្នាចង់បានមិនមែនជាមនុស្សដែលអ្នកទាំងអស់គ្នាស្រឡាញ់ហើយណាមួយអ្នកទាំងអស់គ្នាគិតថាស្នេហាដែលអ្នកទាំងអស់គ្នាបានជួបនេះមិនមែនជាមនុស្សដែលអ្នកទាំងអស់គ្នាចង់បានហើយមនុស្សដែលអ្នកទាំងអស់គ្នាកំពុងតែចង់បានគឺគេមើលអត់ឃើញពីតម្លៃរបស់អ្នកដូច្នេះវាកំពុងតែផ្ទុយវាកំពុងតែកើតឡើងចំពោះបងប្អូនទាំងអស់គ្នាសម្រាប់ស្នេហានៅក្នុងម្លងខែមិថុនាដូច្នេះហើយសរុបសេចក្តីមកថាតើការងារលុយកាក់និងស្នេហាបងប្អូនទាំងអស់គ្នានៅក្នុងអំឡុងខែ6នេះយ៉ាងណាដែរសម្រាប់ការងារឃើញថាអ្នកទាំងអស់គ្នាអាចថាមានអំណាចនៅក្នុងការគ្រប់គ្រងអ្វីដែលសំខាន់គឺឃើញថាអ្នកទាំងអស់គ្នាតម្រូវមានការតស៊ូអត់ធ្មត់ខ្លាំងមែនទែនពីព្រោះមានការងារច្រើនឬក៏បញ្ហាច្រើនដែលចូលមកតម្រូវអ្នកទាំងអស់គ្នាដោះស្រាយហើយអ្នកទាំងអស់គ្នាក៏ជាមនុស្សដែលមានការគោរពពាក្យសច្ចៈខ្លាំងអ្នកទាំងអស់គ្នានិយាយបែបណាអ្នកទាំងអស់គ្នានឹងធ្វើឲ្យបានដូច្នេះទើបឃើញថាអ្នកទាំងអស់គ្នាមានការតស៊ូអត់ធ្មត់ខ្លាំងមែនទែនដើម្បីអនាគតរបស់អ្នកសម្រាប់រឿងលុយកាក់វិញឃើញថានៅក្នុងរងខែមិថុនាហ្នឹងអ្នកទាំងអស់គ្នាអាចនឹងមានការបែងចែកជាច្រើនចំណែកដែលធ្វើអ្នកទាំងអស់គ្នាអត់សូវមានលុយកាក់ច្រើនជាប់នៅខ្លួនប៉ុន្មានទេបើសិនជាមានលុយកាក់អីឃើញថាអ្នកទាំងអស់គ្នាមានការបែងចែកឲ្យមនុស្សច្រើនគ្នាខ្លាំងមែនតើដូច្នេះហើយចូលប្រុងប្រយ័ត្នប្រយែងជាមួយរឿងលុយកាក់បងប្អូនទាំងអស់គ្នាបានខ្លាំងអ្វីដែលសំខាន់ចូលគ្រប់គ្រងឲ្យបានល្អដើម្បីជៀសផុតពីបញ្ហាដែលកើតឡើងសម្រាប់អ្នកសម្រាប់ស្នេហាឃើញថាស្នេហាមួយនេះគឺអ្នកទាំងអស់គ្នាកំពុងតែជួបការខកចិត្តជាមួយនឹងមនុស្សជាទីស្រឡាញ់របស់អ្នកដោយសារតែអ្នកទាំងអស់គ្នាខំស្រឡាញ់គេបដិសេធចំពោះបងប្អូនទាំងអស់គ្នាប៉ុន្តែនៅពេលដែលមានគេចូលមកស្រឡាញ់អ្នកទាំងអស់គ្នាមានការបដិសេធជាមួយនឹងមនុស្សនឹងដែរដូច្នេះហើយទើបថាមនុស្សដែលអ្នកទាំងអស់គ្នាស្រឡាញ់មានការបដិសេធអ្នកទាំងអស់គ្នាធ្វើអ្នកទាំងអស់គ្នាមានការអន់ចិត្តអស់សង្ឃឹមជាមួយនឹងមនុស្សជាទីស្រឡាញ់បងប្អូនទាំងអស់គ្នាខ្លាំងមែនទែនដោយសារតែការលះបង់នេះធ្វើឲ្យអ្នកទាំងអស់គ្នាអត់ទទួលបានលទ្ធផលទៅតាមអ្វីដែលអ្នកទាំងអស់គ្នាចង់បានដូច្នេះហើយឃើញថាស្នេហាបងប្អូនទាំងអស់គ្នារឿងមានការអន់ចិត្តឬក៏មានការធុញទ្រាន់កើតឡើងដែរនៅក្នុងតំណែងមួយហ្នឹងបើសិនជាអត់មានការអន់ចិត្តអត់មានការធុញទ្រាន់មិនមែនមនុស្សម្នាក់ហ្នឹងមានការបដិសេធក្តីស្រឡាញ់ចំពោះបងប្អូនទាំងអស់គ្នាទេប៉ុន្តែនៅក្នុងនេះបើអ្នកទាំងអស់គ្នាសាកយកភ្នែកមើលមនុស្សដែលចូលមកថ្មីនេះក៏អាចនឹងថាវាក៏ល្អប្រសើរសម្រាប់បងប្អូនទាំងអស់គ្នាដែរប៉ុន្តែមើលឃើញថាអ្នកទាំងអស់គ្នានៅពេលដែលមនុស្សថ្មីចូលមកអ្នកទាំងអស់គ្នាមិនអើពើអ្នកទាំងអស់គ្នាអាចនឹងមានការបដិសេធចំពោះគាត់ដូចគ្នាដូច្នេះហើយបើសិនជាស្នេហាដែលអ្នកទាំងអស់គ្នាកំពុងតែតំណែងហ្នឹងមានបញ្ហាអាចថាសាកល្បងមើលមនុស្សថ្មីដែលចូលមកក្នុងជីវិតអ្នកទាំងអស់គ្នានេះពីព្រោះមនុស្សដែលចូលមកហ្នឹងគេស្រឡាញ់អ្នកទាំងអស់គ្នាបានគេចូលមករកអ្នកមិនមែនអ្នកទាំងអស់គ្នាស្រឡាញ់គេមើលមិនឃើញពីតម្លៃអ្នកទាំងអស់គ្នាទេដូច្នេះហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីអត្ថន័យនៃវីដេអូមួយនេះអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនាវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាជោគជ័យក្នុងរឿងការងាររឿងលុយកាក់និងរឿងស្នេហាផងដែរ